និយាយផ្សេងធ្វើផ្សេងអនុទានអ្នកនិយាយយោធាអ្នកធ្វើយោធាថៃសាងសង់របងព្រំដែនប្រវែង1.3គីឡូម៉ែត្រនៅជិតប្រទេសកម្ពុជាក្នុងខេត្តច័ន្ទបុរីយោធាថៃកំពុងសាងសង់របងព្រំដែនប្រវែង1.3គីឡូម៉ែត្រតាមបណ្ដោយព្រំដែនថៃកម្ពុជាក្នុងខេត្តច័ន្ទបុរីដោយនិយាយថាគម្រោងនេះនៅតែស្ថិតនៅក្នុងទឹកដីថៃទាំងស្រុងដំណាក់កាលដំបូងនៃការសាងសង់គ្របដណ្ដប់លើផ្ទៃដីរវាងបង្គោលព្រំដែនលេខ52-54ក្នុងស្រុកពងណាំរុនហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល45ថ្ងៃបន្ទាប់ពីការងារបានចាប់ផ្ដើមនៅចុងខែមេសាដោយយោធាថៃនិយាយថាគម្រោងនេះមានគោលបំណងពង្រឹងសន្តិសុខព្រំដែននិងបង្កើនសុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់របងព្រំដែននេះស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ52និង54នៅភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងយើងរងចាំមើលការបញ្ជាក់ពីខាងកម្ពុជាការជួបនៅហ្វីលីពីនសុទ្ធតែពង្រឹងទំនុកចិត្តរវាងគ្នាទំនុកចិត្តបែបម៉េចប្រទេសជាប់ព្រំដែនជាមួយគ្នាធ្វើអ្វីស្រេចតែចិត្តបែបនេះ